មកដឹងមូលហេតុទាំងនេះហើយបងប្អូននឹងកាន់តែច្បាស់ទៅទៀតថាហេតុអីក៏នៅក្នុងទីផ្សារអាហារស្រុកខ្មែរយើងគឺសម្បូរត្រោតម្លេះហើយអត់សូវមានសាល់ម៉ុនអញ្ចឹងតាមពិតគឺអញ្ចឹងទេតម្លៃនេះគឺអត់ថ្លៃទេមែនទេបងប្អូនចាដឹកពី Norway មក1គីឡូតែ7-8 ដុល្លារហ្នឹងទាំងត្រោតទាំងសាល់ម៉ុនតម្លៃប្រហែលគ្នានឹងហេតុអីក៏សម្បូរតែត្រោតគេដឹកសាល់ម៉ុនមកវាខុសគ្នាត្រង់ថាត្រោតគឺជាត្រីដែលកកើតនិងរស់នៅក្នុងទឹកសាបហើយសាល់ម៉ុនគឺជាត្រីដែលកកើតនិងរស់នៅក្នុងទឹកប្រៃចាទោះបីវាស្ថិតនៅក្នុងអំបូរសាល់ម៉ុននីឌាដូចគ្នាក៏ដោយប៉ុន្តែការហូបសត្វដែលរស់នៅក្នុងទឹកសាបឆៅវាមានឱកាសឆ្លងប៉ារ៉ាស៊ីតនិងមេរោគច្រើនខ្លាំងដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពហើយមួយវិញទៀតគឺសារធាតុចិញ្ចឹមនៅក្នុងសាល់ម៉ុនគឺសម្បូរបែបជាងនៅក្នុងត្រោតប៉ុន្តែសួរថាហេតុអីបានជាទីផ្សារស្រុកខ្មែរលក់តែត្រោតចាស់សឹងតែទាំងអស់គឺត្រោតអត់សូវមានសាល់ម៉ុនទេត្រីសាល់ម៉ុននិងត្រីត្រោតគឺអាចចិញ្ចឹមនៅក្នុងតំបន់ត្រជាក់ដូចគ្នាគឺតំបន់ត្រជាក់ដែលចាប់ពី5ទៅ17អង្សាសេហើយដែលល្អបំផុតនោះគឺចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងប្រទេសត្រជាក់ដូចជា Norway, Chile, ទូគីអីអញ្ចឹងទៅនៅក្នុងសមុទ្រអាត្លង់តិកចាអញ្ចឹងការនាំចូលត្រីត្រោតនិងត្រីសាល់ម៉ុនមកក្នុងប្រទេសកម្ពុជាយើងគឺតម្លៃប្រហាក់ប្រហែលគ្នាទេស្តៀងគ្នាខ្ទង់$7ទៅ$8ដូចគ្នាដោយគេនាំចូលមកជាទាំងមូលបានន័យថាទាំងក្បាលទាំងសាច់ទាំងស្បែកតែម្ដងទាំងមូលហើយដាក់នៅកន្លែងត្រជាក់បានន័យថាដាក់នៅក្នុងប្រអប់ត្រជាក់ដូចជាទឹកកកដូចជាទឹកកកស្ងួតអីអញ្ចឹងទៅហើយគេដឹកនៅក្នុងទូត្រជាក់ម្ដងទៀតចាគេដឹកនៅក្នុងទូត្រជាក់ម្ដងទៀតអញ្ចឹងតម្លៃនេះគឺអត់ថ្លៃទេមែនទេបងប្អូនចាដឹកពី Norway មក1គីឡូតែ7-8 ដុល្លារហ្នឹងទាំងត្រោតទាំងសាល់ម៉ុនតម្លៃប្រហែលគ្នានឹងហេតុអីក៏សម្បូរតែត្រោតគេដឹកសាល់ម៉ុនមកចាចាំស្ដាប់បន្តទៀតបងប្អូនចាំស្ដាប់បន្តទៀតបងប្អូននឹងយល់ហើយនឹងយល់កាន់តែច្បាស់ហ្មងចាប៉ុន្តែបញ្ហានោះគឺថាការដឹកសាច់សត្វពីប្រទេស Norway មកស្រុកខ្មែរយើងមកដល់ភ្នំពេញហ្នឹងគឺអត់មាន direct port ទេបើសិនជាដឹកតាមផ្លូវគោកឬក៏ផ្លូវទឹកយើងត្រូវចុះនៅផែក្នុងប្រទេសណាមួយហើយបានមកដល់ភ្នំពេញយើងចាហើយការដឹកដោយប្រើគេហៅថា cool chain ណាប្រភេទទូត្រជាក់គឺពិបាកហើយនឹងអស់ថ្លៃច្រើនមែនតើជាពិសេសបើសិនជាមានការចុះនៅក្នុងផែច្រើនដងគឺអស់កាន់តែច្រើនចាហើយសម្រាប់ត្រីសាល់ម៉ុននិងត្រីត្រោតបើសិនជារក្សាទុកមិនបានល្អទេការដឹកផ្លូវឆ្ងាយលើកដាក់ចុះឡើងច្រើនដងវាធ្វើឲ្យខូចសាច់ចាអត់ឆ្ងាញ់អត់ fresh ទេចាអញ្ចឹងបានជាតម្លៃដឹកជញ្ជូនគឺខ្ពស់អាចនិយាយបានថាខ្ពស់ប្រហាក់ប្រហែលតម្លៃត្រីឬក៏អាចខ្ពស់ជាងផងក៏ថាបាននឹងតកតងតែនឹងតម្លៃដឹកណានៅតម្លៃពុនគយនៅអីផ្សេងទៀតអញ្ចឹងតមកមកដល់ស្រុកខ្មែរយើងគុណលុយយើងដឹងហើយថាតម្លៃប៉ុន្មានអញ្ចឹងខ្ញុំមិនបាញ់និយាយទេរឿងដឹកតាមផ្លូវអាកាសហ៎ដឹកតាមផ្លូវអាកាសលឿនជាងស្រួលជាងប៉ុន្តែតម្លៃនឹងក៏ខ្ពស់កប់ពពកដែរអញ្ចឹងការដឹកតាមផ្លូវអាកាសគឺចំណាយខ្ពស់ខ្លាំងមែនតែនចាដែលខ្ញុំសូមមិនបាច់បើកកំពុងកញ្ចក់វែងឆ្ងាយយើងក៏លេខទៅមើលអ្នកចិត្តខាងយើងវិញខ្ញុំទៅមើលផ្ទះលេខ2ព័ត៌មានពីផ្ទះលេខ2មកគេបាននិយាយថាគេកំពុងតែធ្វើការស្រាវជ្រាវក្នុងការចិញ្ចឹមសាល់ម៉ុននៅក្នុងប្រទេសគេដែរដោយសាកលវិទ្យាល័យមួយកាលពីខែ6ឆ្នាំ2026ហ្នឹងប៉ុន្តែមកទល់បច្ចុប្បន្ននេះគឺគេទើបធ្វើការស្រាវជ្រាវ testing ទេអញ្ចឹងអត់ទាន់បានចិញ្ចឹមសាល់ម៉ុននិងត្រោតជាផ្លូវការទេដោយសារតែប្រទេសគេហ្នឹងប្រទេសអាចោហ្នឹងគឺវាអត់មានអាកាសធាតុត្រជាក់ល្អទេវា tropical ប្រហែលតែយើងទេតំបន់ដែលត្រជាក់បំផុតរបស់វាហ្នឹងគឺត្រឹមតែ10អង្សាឯងវាអត់ស័ក្តិសមជាមួយនឹងការចិញ្ចឹមត្រោតឬសាល់ម៉ុនទេបើសិនជាចិញ្ចឹមគឺវាត្រូវប្រើបច្ចេកទេសច្រើនហើយអាចអស់ថ្លៃប៉ុន្តែក៏វាសាក់លបងដែរវាធ្វើ pilot ដែរចុះបកមកវិញផ្ទះលេខ3វិញផ្ទះលេខ3គឺជាប្រទេសដែលមានតំបន់ត្រជាក់ខ្លាំងដោយបងប្អូនខ្មែរយើងអាសាទលេងនេះគឺនៅសាប៉ាចាម្ដុំសាប៉ាហ្នឹងគឺវាត្រជាក់រហូតដល់5អង្សាឬក៏7-8អង្សាឬក៏2-3អង្សាស័ក្តិសមសម្រាប់ចិញ្ចឹមត្រីត្រោតបានហើយនៅខាងផ្ទះលេខ3ហ្នឹងគាត់បានធ្វើការចិញ្ចឹមត្រីត្រោត15ឆ្នាំមកហើយមកទល់បច្ចុប្បន្ននេះដោយមានកសិដ្ឋានដែលអាចផ្គត់ផ្គង់ត្រីត្រោតនៅក្នុងប្រទេសគេហ្នឹងរហូតដល់100កសិដ្ឋានឯនោះនៅតំបន់នោះថាតម្លៃវិញគឺមិនដែរតម្លៃត្រីត្រោតនៅប្រទេសទី3ហ្នឹងគឺក៏មិនខុសពីណូវេដែរគឺខ្ទង់7-8 ដុល្លារហ្នឹងបើគិតទាំងមូលគិតតម្លៃទាំងមូលប៉ុន្តែការដឹងជូនពន្ធគយឬក៏អីផ្សេងទៀតគឺវាច្បាស់ជាល្អជាងជួញឆ្ងាយហើយចាអញ្ចឹងហើយបានជានៅស្រុកខ្មែរយើងមានហាងនោះហ៎ហាងនោះគាត់ថាការផ្គត់ផ្គង់ត្រីសាល់ម៉ុននៅយើងហ្នឹងវាអត់គ្រប់គ្រាន់វាមកអត់តាន់អញ្ចឹងត្រោតវាច្រើនជាងអញ្ចឹងมันគាត់ចេះតែយកទៅ supply ហើយគាត់បានប្រាប់អ្នកញ៉ាំតាមពិតណាអ្នកញ៉ាំអត់មានចង់បានអីទេគ្រាន់តែត្រូវការភាពស្មោះត្រង់ពីអ្នកលក់តែប៉ុណ្ណោះថាតើបើសិនជាលក់ត្រីតោកថាត្រោតបើលក់ថាត្រីសាល់ម៉ុនថាត្រីសាល់ម៉ុនគេញ៉ាំបានគេទិញញ៉ាំគេញ៉ាំមិនបានទេគឺគេអត់ទិញញ៉ាំគឺយើងត្រូវការតែអាភាពពិតពីអ្នកលក់តែប៉ុណ្្នឹងឯង
ចាហើយហេតុផលហ្នឹងហើយបានជាទាំងខ្ញុំទាំងគេដែលជាអ្នកហូបគឺមានការកើតទុកមិនសុខចិត្តខ្លាំងមែនតើដែលយើងទិញត្រីសាម៉ុនទៅបានត្រីត្រោតចាអញ្ចឹងជប់ឆ្ងល់ទៀតណាបងប្អូនតែហេតុអីក៏តម្លៃត្រោតហើយសាល់មុនប្រហាក់ប្រហែលគ្នាប៉ុន្តែមិនក៏សម្បូរតែត្រោតលក់ណាមានប៉ុណ្្នឹងឯងថ្ងៃហ្នឹងចាអរគុណបងប្អូន